ងឺឬដងបាតគឺជាជំងឺនៃការរីកប៉ោងសរសៃឈាមនៅតំបន់រន្ធគូតមូលហេតុនិងកត្តាប្រឈមដែលយើងឧស្សាហ៍ជួបគឺទៅលើអ្នកដែលមានបញ្ហាធាត់លើសទម្ងន់អ្នកដែលឈរអង្គុយច្រើនអ្នកលើកទម្ងន់ធ្ងន់អ្នកមានបញ្ហាក្អករ៉ាំរ៉ៃទល់លាមករ៉ាំរ៉ៃស្ត្រីមានផ្ទៃពោះអ្នកមានបញ្ហាក្រិនថ្លើមជាដើមរោគសញ្ញាដែលឧស្សាហ៍ជួបគឺភាគច្រើនគឺស្ដែងចេញដោយការឈឺចុកចាប់នៅតំបន់រន្ធគូតឬក៏ការបត់ជើងមកមានលាយឈាមឬក៏ការមានទល់ប៉ោងនៅតំបន់កសោគូតទាំងនេះគឺអាស្រ័យទៅលើទម្រង់របស់ឬដងបាតឬដងបាតខាងក្រៅគេហៅ hemorrhoid externe គឺស្ដែងចេញដោយការរីកប៉ោងនៅសរសៃឈាមក្រោមលីងពេកតិណេរីឯ hemorrhoid interne ឬដងបាតខាងក្នុងគឺមាន4ដំណាក់កាលពី1ដល់4តាក់ទងទៅនឹងការកំណត់ដំណាក់កាលគឺអាស្រ័យទៅលើគ្រូពេទ្យធ្វើការពិនិត្យនិងវាយតម្លៃទៅតាមការរីកប៉ោងនិងការធ្លាក់ចុះនៃសរសៃឈាមនៅតំបន់រន្ធគូតរីឯការព្យាបាលគឺចាប់ផ្ដើមពីការបដូរទម្លាប់នៃការរស់នៅការហាត់ប្រាណការហូបអាហារដែលមានកាកសរសៃច្រើនព្យាបាលមូលហេតុដូចជាទល់លាមកឬក៏ការក្អកជាដើមតាក់ទងទៅនឹងការព្យាបាលអាចពីប្រើថ្នាំរហូតដល់ការប្រើប្រាស់កៅស៊ូគេហៅលីកាទាឬក៏ការព្យាបាលដោយការវះកាត់ hemorrhoidectomy ជាដើម